Hello បងអូនថ្ងៃនេះនឹងមកបង្ហាញអំពីរបៀបខគោងាយញ៉ាំជាមួយមីហើយនិងនំប៉័ងតោះមកមើលអំពីគ្រឿងផ្សំនិងរបៀបធ្វើទាំងអស់គ្នាគ្រឿងផ្សំរបស់យើងមានសាច់គោសាតេគ្រឿងខគោខ្ទឹមក្រហមខ្ទឹមសស្ករត្នោតម្សៅស៊ុបនិងទឹកត្រីចូលមកដល់របៀបធ្វើរបស់យើងជាដំបូងយើងដាក់ប្រេងឆាបន្ទាប់មកយើងដាក់ខ្ទឹមសចូលហើយខ្ទឹមសនេះដាក់ចូលហើយយើងកូរវាទុកឲ្យវាឡើងរាងក្រហមបន្តិចមកបន្ទាប់មកយើងដាក់ស្ករត្នោតចូលដែរយើងដាក់ស្ករត្នោតចូលចឹងទៅបងអូនបន្ទាប់មកយើងកូរវាទៀតយើងកូរវាបែបហ្នឹងកូររហូតឲ្យវាឡើងទៅជាពណ៌ក្រហមចេះមកបន្ទាប់មកយើងចាក់សាច់គោយើងចូលហើយយើងកូរវាទៀតដើម្បីឲ្យស្ករជាមួយនឹងខ្ទឹមហ្នឹងវាចូលសព្វសាច់របស់យើងហើយយើងចាក់ទឹកត្រីចូលបន្ទាប់មកយើងកូរវាទៅវិញទៅមកដើម្បីឲ្យគ្រឿងដែលយើងបានដាក់មិញហ្នឹងវាសព្វចូលគ្នាហើយចាំយើងចាក់ម្សៅស៊ុបចូលនេះម្សៅស៊ុបរបស់យើងចាក់ចូលចឹងមកបន្ទាប់មកទៀតយើងដាក់គ្រឿងខគោរបស់យើងចូលនេះយើងដាក់ទាំងអស់ចឹងមកណាបងអូនបាច់ទុកវាទេដាក់ទាំងអស់ចឹងមកបន្ទាប់មកទៀតចាក់សាតេចូលដូចគ្នាគ្រឿងសាតេបន្ទាប់មកយើងដាក់ខ្ទឹមក្រហមចូលបន្ទាប់មកយើងកូរវាបែបហ្នឹងដើម្បីឲ្យគ្រឿងចូលសព្វជាមួយនឹងសាច់របស់យើងចឹងមកកូរត្រឡប់វាចឹងមកនេះបងអូនយើងកូរបែបហ្នឹងណាពេលដែលយើងកូរវាចឹងហើយទុកវាប្រហែលជា2ទៅ3នាទីគឺសាច់គោរបស់យើងវានឹងចេញទៅជាទឹកបែបនេះបងអូនចេញជាទឹកវាចេញជាតិពីគ្រឿងដែលយើងបានដាក់ហ្នឹងតោះមកយើងចាក់ទឹកសចូលចំនួនប្រហែលជា1លីត្រកន្លះមកបងអូនហើយយើងទុកមកងាស់វារហូតដល់សាច់របស់យើងផុយពេលដែលសាច់របស់យើងផុយគឺយើងអាចញ៉ាំបានហើយនេះខគោរបស់យើងមានតែប៉ុណ្្នឹងទេបាយបាយ